រឿងលីលីនិងដើមឈើវេទមន្តកាលពីព្រេងនាយមានភូមិតូចមួយលាក់ខ្លួននៅក្នុងជ្រលងភ្នំដ៏ស្រស់ស្អាតនៅភូមិនោះមានក្មេងស្រីម្នាក់ឈ្មោះលីលីដែលមានអាយុ8ឆ្នាំលីលីជាក្មេងស្រីឆ្លាតវៃនិងមានចិត្តល្អប៉ុន្តែនាងមានចំណុចខ្សោយមួយគឺខ្លាចព្រៃឈើដ៏ធំដែលស្ថិតនៅក្បែរភូមិរបស់នាងព្រៃគ្រប់គ្នាហៅព្រៃនោះថាព្រៃខ្មៅព្រោះវាមានដើមឈើធំៗខ្ពស់ៗដុះជិតគ្នារហូតដល់ពន្លឺព្រះអាទិត្យមិនចាំងចូលបានទេគ្រប់គ្នាបានប្រាប់លីលីថានៅក្នុងព្រៃខ្មៅមានសត្វកាចសាហាវនិងអមនុស្សអាក្រក់រស់នៅដូច្នេះហើយលីលីមិនហ៊ានសូម្បីតែដើរទៅជិតគែមព្រៃឡើយថ្ងៃមួយគ្រូបង្រៀនរបស់លីលីបានប្រកាសថាពួកគេនឹងរៀបចំដំណើរកម្សាន្តមួយចតទៅក្នុងព្រៃពន្លឺដែលជាផ្នែកទូចមួយនៃព្រៃខ្មៅដើម្បីសិក្សាអំពីប្រភេទរុក្ខជាតិនិងសត្វល្អិតក្មេងៗគ្រប់រូបរំភើបចិត្តណាស់លើកលែងតែលីលីម្នាក់គត់នាងភ័យខ្លាចរហូតដល់យប់ឡើងនាងយល់ស្ដាប់ឃើញស្រមោលខ្មៅធំដេញចាប់នាងនៅពេលព្រឹកថ្ងៃចេញដំណើរលីលីបាននិយាយទៅកាន់ម្ដាយរបស់នាងតាំងទឹកភ្នែកថាម៉ាកូនមិនចង់ទៅទេកូនខ្លាចព្រៃខ្មៅខ្លាំងណាស់ព្រោះវាមានគ្រោះថ្នាក់ម្ដាយរបស់លីលីញញឹមយ៉ាងទន់ភ្លន់ហើយនិយាយថាកូនសម្លាញ់មែនហើយព្រៃខ្មៅមើលទៅគួរឲ្យខ្លាចប៉ុន្តែអ្វីដែលមើលឃើញដោយភ្នែកមិនប្រកាសថាជាការពិតនោះទេពេលខ្លះការភ័យខ្លាចធំបំផុតរបស់យើងស្ថិតនៅក្នុងគំនិតរបស់យើងតែប៉ុណ្ណោះលីលីនៅតែភ័យខ្លាចប៉ុន្តែនាងមិនចង់ខកខានមេរៀនដ៏សំខាន់នេះទេនាងសម្រេចចិត្តចូលរួមដំណើរកម្សាន្តនេះដោយដើរពីក្រោយមិត្តភក្តិរបស់នាងយ៉ាងប្រយ័ត្នប្រយែងពេលដែលនាងចូលដល់ព្រៃពន្លឺដែលមានដើមឈើមិនសូវធំហើយមានពន្លឺព្រះអាទិត្យចាំងចូលបានខ្លះនាងចាប់ផ្ដើមមានអារម្មណ៍ធូរស្បើយបន្តិចម្ដងខណៈពេលដែលមិត្តភក្តិរបស់នាងកំពុងរវើរើសផ្កានិងចាប់មេអំបៅលីលីបានដើរឆ្ងាយពីគេបន្តិចហើយបានប្រទះឃើញដើមឈើមួយដើមដែលខុសពីគេដើមឈើនេះមានទំហំធំមែនទែនហើយនៅលើប្រម៉ោយរបស់វាមានឆ្លាក់រូបសត្វជាច្រើនដូចជាសត្វទន្សាយញញឹមសត្វកំប្រុកលោតលេងនិងសត្វស្លាបកំពុងហើរនៅលើម៉ែករបស់វាក៏មានផ្ការីកស្គុះស្កាយគួរឲ្យចង់គយគន់ទោះបីមិនមែនជារដូវផ្ការីកក៏ដោយលីលីរំភើបចិត្តហើយនាងក៏ភ្លេចនៅការភ័យខ្លាចរបស់នាងដើរទៅជិតដើមឈើនោះហើយលូកដៃទៅស្ទាបប្រមោដ៏រឹងមាំរបស់វាស្រាប់តែមានសំឡេងដ៏កក់ក្ដៅមួយបន្លឺឡើងនៅក្នុងចិត្តរបស់នាងកូនទូចអើយសូមកុំខ្លាចអីលីលីភ្ញាក់ផ្អើលយ៉ាងខ្លាំងនាងមើលជុំវិញតែមិនឃើញនរណាម្នាក់ឡើយសំឡេងនោះបន្លឺឡើងទៀតថាខ្ញុំជាដើមឈើវេទមន្តខ្ញុំធំធាត់ដោយសារសេចក្តីស្រឡាញ់និងភាពក្លាហានអ្នកដែលបានមកលេងខ្ញុំអ្នកបានបោះចំហៀនចូលមកទីនេះដោយយកឈ្នះលើការភ័យខ្លាចអ្នកហើយលីលីក៏ដឹងថាវាមិនមែនជាដើមឈើដែលគួរឲ្យខ្លាចទេតែជាដើមឈើនៃមិត្តភាពនិងការលើកទឹកចិត្តដើមឈើវេទមន្តបានបន្តប្រាប់នាងថាព្រៃខ្មៅគ្រាន់តែជាផ្ទះរបស់សត្វនិងរុក្ខជាតិជាច្រើនដែលភាគច្រើនមិនបង្កគ្រោះថ្នាក់អ្វីឡើយប្រសិនបើយើងចេះគោរពពួកគេវាមិនមែនជាកន្លែងអាក្រក់ដូចអ្វីដែលនាងគិតឡើយចាប់ពីពេលនោះមកលីលីឡើងខ្លាចព្រៃខ្មៅទៀតហើយនាងបានរៀនមេរៀនដ៏សំខាន់បំផុតមួយភាពក្លាហានមិនមែនមានន័យថាគ្មានការភ័យខ្លាចនោះទេប៉ុន្តែវាមានន័យថាទោះបីយើងខ្លាចក៏យើងហ៊ានបោះចំហៀនទៅមុខដើម្បីប្រឈមមុខនឹងវាដែរនាងបានដើរត្រឡប់ទៅរកគ្រូបង្រៀននិងមិត្តភក្តិរបស់នាងវិញដោយស្នាមញញឹមនាងបានប្រាប់ពួកគេអំពីដើមឈើវេទមន្តទោះបីជាពួកគេគិតថានាងនិយាយលេងក៏ដោយហើយនាងបានចាប់ផ្ដើមរុករកព្រៃដោយភាពរីករាយមិនមែនដោយការភ័យខ្លាចនាងបានរៀនថាសត្វល្អិតទូចសត្វស្លាបចម្រុះពណ៌និងរុក្ខជាតិប្លែកៗនៅក្នុងព្រៃគឺជាមិត្តភក្តិដ៏គួរឲ្យស្រឡាញ់មេរៀនអប់រំរឿងរបស់លីលីបានបង្ហាញយើងថាកុំឲ្យការភ័យខ្លាចមកខ្វាត់ខៀងយើងពីការរៀនសូត្រនិងការរកឃើញរបស់ថ្មីឡើយអ្វីដែលយើងខ្លាចអាចនឹងក្លាយជាអ្វីដែលអស្ចារ្យបំផុតប្រសិនបើយើងហ៊ានប្រឈមមុខនឹងវាហើយបើកចិត្តទទួលយកការពិត
ភាពក្លាហានពិតប្រាកដគឺស្ថិតនៅក្នុងការហ៊ានធ្វើអ្វីមួយទោះបីជាយើងមានអារម្មណ៍ភ័យខ្លាចក៏ដោយ។